មនុស្សប្រុសភាគច្រើនណាស្រឡាញ់បានតែបងគេស្រឡាញ់យើងតែពេលយើងស្អាតទេតែពេលយើងបាក់សម្រស់យើងលែងស្អាតគេលែងស្រឡាញ់យើងហើយពាក្យនេះខ្ញុំតែងតែលើហើយខ្ញុំក៏តែងតែគិតដែរថាប្តីខ្ញុំស្រឡាញ់តែពេលខ្ញុំស្អាតទេមកទៅពេលដែលខ្ញុំលែងស្អាតពេលដែលខ្ញុំបាក់សម្រស់គាត់លែងស្រឡាញ់ខ្ញុំហើយអ្វីដែលខ្ញុំគិតជារឿងរហូតគឺបែបហ្នឹងមិនមែនមានន័យថាយើងខ្វះគេអត់បានទេបងប្អូនចំពោះខ្ញុំផ្ទាល់ខ្ញុំស្រឡាញ់អ្នកណាក៏ដោយបើសិនជាការស្រឡាញ់មួយហ្នឹងធ្វើឲ្យខ្ញុំខកចិត្តការស្រឡាញ់មួយហ្នឹងធ្វើឲ្យខ្ញុំទទួលបាននូវភាពឯកាត្រឡប់មកវិញគឺខ្ញុំអត់បន្តទេមិនថាស្នេហាមិនថាតំណក្នុងការរាប់អាននិយាយចំទៅអាចនិយាយបានថាខ្ញុំជាមនុស្សចិត្តដាច់ក៏ថាបានដែរខ្ញុំតែងតែនិយាយជាមួយប្តីខ្ញុំរហូតខ្ញុំថាបើសិនជាបងឈប់ស្រឡាញ់ខ្ញុំប្រាប់ឲ្យខ្ញុំដឹងផងហើយបើសិនជាបងមានរំលងចង់ក្បត់ខ្ញុំឬក៏ចង់មានអ្នកផ្សេងក្រៅពីខ្ញុំអត់ខាត់បងទេឲ្យបងទៅចាស់ឲ្យទៅដោយក្តីរីករាយទៀតកុំថាឡាយបងទៅតាក់ទងគេសូម្បីតែបងដើរជាមួយខ្ញុំឲ្យបងងាកមើលគេហ្នឹងគឺខ្ញុំនឹងអស់តម្លៃបាត់ហើយមិនថាចេតនាឬក៏អចេតនាទេសម្រាប់ខ្ញុំផ្ទាល់ខ្ញុំចង់ឲ្យមនុស្សដែលគាត់ស្រឡាញ់ខ្ញុំគឺគាត់ចាត់ទុកខ្ញុំជាមនុស្សម្នាក់ដែលសំខាន់ជាងគេហើយធ្វើអីគិតដល់ខ្ញុំមុនគេប៉ុន្តែរាល់ថ្ងៃនេះខ្ញុំពិតជាទទួលបានអារម្មណ៍បែបហ្នឹងមែនបងប្អូនគាត់ស្រឡាញ់យើងគាត់ដែលខ្វល់ថាដើរជាមួយយើងអន់ខ្មាស់គេពេលដែលកាន់កាបូបប្រពន្ធឬក៏ពេលដែលយួរស្បែកជើងឲ្យប្រពន្ធយីរុំគ្រប់សពបែបយ៉ាងគាត់ធ្វើដើម្បីប្រពន្ធអត់មានមិត្តភ័ក្តិអត់ចេះផឹកស៊ីអត់ចេះញ៉ាញ៉ាអត់ដែលដើរពីផ្ទះបាត់សំបីតែមួយយប់ទៅ1ម៉ោងក៏ដោយគាត់ទៅណាក៏ខ្ញុំដឹងដែរគាត់ប្រាប់ខ្ញុំឲ្យដឹងរហូតថាបងតានេះបងតានោះអញ្ចឹងទៅលុយមកដែលកាន់ខ្លួនឯងឲ្យប្រពន្ធអស់ត្រូវការញ៉ាំនេះញ៉ាំនោះសុំប្រពន្ធពេលខ្លះខ្ញុំអាណិតពេកខ្ញុំបាញ់ចូលក្នុងកង់គាត់ឲ្យគាត់មានលុយក្នុងខ្លួនខ្លះទៅកុំឲ្យអស់លេងហើយគាត់សម្បីថា password ABA ខ្លួនគាត់ក៏ដាក់ដូចរបស់ខ្ញុំដែរបងប្អូនហើយ Facebook chat Telegram ទាំងអស់គឺមិនសូវដែរប្រើទេព្រោះតែខ្ញុំស្ដីឲ្យគាត់រហូតខ្ញុំថាតាំងពីអត់ទាន់ការមួយខ្ញុំចេះប្រើ Facebook ចេះប្រើ Telegram តែពេលការមួយខ្ញុំហើយហេតុអីបានអត់ដែរប្រើអញ្ចឹងគាត់ថាលែងសំខាន់ហើយរបស់អត់នឹងអត់មានអីសំខាន់ទេអត់មានអីសំខាន់ជាងគ្រួសារយើងទេគាត់ដែរខ្វល់ទេព្រោះពេលវេលាគ្រប់យ៉ាងគាត់ផ្ដល់ឲ្យខ្ញុំទាំងអស់ហើយខ្ញុំចេះតែអន់ចិត្តចេះតែខ្នែកខ្នក់ដាក់គាត់ចេះតែចង់ឲ្យគាត់ឆាតជាមួយយើងដូចតែស្រឡាញ់គ្នាដំបូងអញ្ចឹងហើយគាត់ថាលេងអីទៀតបើបងនៅមួយឯងរងថ្ងៃណាហើយយើងនេះវាចង់បានទទួលអារម្មណ៍បែបហ្នឹងពេលដែលស្គាល់គ្នាដំបូងគិតទៅវិញប្តីខ្ញុំគ្មានពេលសំបីតែកាត់សក់ឲ្យគ្នាមានពេលណាអង្គុយលេងឆាតមួយយើងនេះពេលខ្លះដល់តែពេលទទួលបានអារម្មណ៍កក់ក្ដៅខ្លាំងពេកចេះតែទៀមទាកាន់តែខ្លាំងអ្វីដែលខ្ញុំនិយាយនេះគឺជាផុសតាងគឺជាអនុស្សាវរីយ៍ខ្ញុំទទួលបានតែបើសិនជាថ្ងៃណាមួយគាត់ក្បត់ខ្ញុំគាត់ធ្វើឲ្យខ្ញុំឈឺចាប់ពេលហ្នឹងហើយខ្ញុំក៏ចិត្តដាច់ដូចគ្នាកុំឃើញថាតសើអញ្ចឹងហើយខ្វះមិនបានណូបើទោះជាស្រឡាញ់ប៉ុណ្ណាក៏ដោយហ៊ានតែធ្វើឲ្យខ្ញុំខកចិត្តខកអំណងគឺផឹងតែម្ដងគ្មានសំណោះទេចាតិចឃើញវីដេអូនឹងឲ្យលួចមានមោទនភាពខ្លួនឯងក៏តែប្រពន្ធអត់បានណូបងត្រូវចាំថាតារាបងចាត់ទុកខ្ញុំជាមនុស្សសំខាន់ខ្ញុំក៏ចាត់ទុកបងជាមនុស្សសំខាន់ដូចគ្នាតែបើបងលែងចាត់ទុកខ្ញុំជាមនុស្សសំខាន់ពេលហ្នឹងហើយគឺបងខ្ទាតឆ្ងាយពីខ្ញុំហើយអញ្ចឹងហើយចង់ផ្ដាំទៅមនុស្សប្រុសគ្រប់គ្នាថាស្រីអត់ពិបាកយល់ទេងាយស្រួលតែក៏ធ្វើឲ្យនាងឈឺចាប់តែធ្វើឲ្យនាងឈឺចាប់ហើយទោះជាស្រឡាញ់យ៉ាងណាក៏ដោយក៏មិនស្ដាយសំណោះស្រឡាញ់ខ្លាំងហើយក៏ចិត្តដាច់ខ្លាំងដូចគ្នាហើយឃើញខ្ញុំស្រឡាញ់ស្បែកមុខឃើញខ្ញុំស្រឡាញ់ខ្លួនឯងមិនមែនធ្វើដើម្បីអ្នកណាទាំងអស់គឺខ្ញុំធ្វើដើម្បីខ្លួនឯងតិចតែខ្ញុំមានប្តីហើយខ្ញុំធ្វើគាត់ប្តីខ្លួនឯងគឺអត់ទេខ្ញុំធ្វើដើម្បីឲ្យខ្លួនឯងមានភាពជឿជាក់មានទំនុកចិត្តខ្លួនឯងកាន់តែខ្លាំងសារតែខ្ញុំស្រឡាញ់ខ្លួនឯងខ្លាំងអញ្ចឹងហើយបានតែខ្ញុំថែខ្លួនឯងគឺអត់ខុសទេគប្បីបំផុតសម្រាប់ខ្លួនឯងជាក់ស្ដែងពេលថ្ងៃឡើងខ្ញុំមិនដែលចោលទេជាមួយលេខការពារក្តៅថ្ងៃខ្ញុំលាបជាប្រចាំណាមួយខ្ញុំស្រឡាញ់ត្រង់ថាការពារក្តៅថ្ងៃរបស់ខ្ញុំលាបទៅវាខំជាប់ស្បែកមុខជើងបានល្អជ្រាបចូលមុខបានលឿនហើយជួយបំបត្តិស្នាមទៀតសំខាន់ជួយមុខជើងតឹងហាប់ណាអត់ធ្វើឲ្យឡើងមុនសាច់មុនកាមតែលាបភ្លាមធ្វើឲ្យមុខជើងមានពន្លឺផ្លែហើយមុខជើងតឹងក្មេងជាងវ័យមានស្នាមពេញមួយថ្ងៃហើយពេលលាបទៅអត់មានអារម្មណ៍ថាក្តៅការពារបានខ្ពស់ការពារបានទាំងកម្មរស្មី UVA ហើយនិង UVB